ដោយសារតែខ្លាចផ្អើលក្តាមអញ្ចឹងអ្នកនរគ្នាបាទអញ្ចឹងក៏បានដេកលើចុងឈើនឹងតែម្ដងអញ្ចឹងសម្រាប់អ្នកដែលគាត់ដាក់ក្តាមសេកក៏ដូចជាគាត់រកក្តាមសេកអីគាត់ប្រកាសជាយល់អារម្មណ៍មួយនឹងហើយអ្នកនរគ្នាអើយបាទយើងគាត់អាចសម្រាប់នៅខាងក្រោមបានទេដោយសារតែខ្លាចផ្អើលក្តាមផ្អើលអីអញ្ចឹងទៅអញ្ចឹងណាហើយអ្នកនរគ្នាបាទថ្ងៃនេះយើងបានទៅដាក់ក្តាមសេកទៀតហើយបាទគឺជាមុខរបរបាទចម្បងរបស់យើងប្រចាំថ្ងៃសម្រាប់ខ្ញុំអ្នកសមុទ្រអញ្ចឹងទៅណាហើយសម្រាប់វិធីដាក់ក្តាមសេកអីមានបងប្អូនមួយចំនួនគាត់ប្រកាសជាស្គាល់ប្រកាសជាដឹងបងប្អូនខ្លះគាត់មិនធ្លាប់ដឹងមិនធ្លាប់ឮអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកដែលគាត់មើលវីដេអូខ្ញុំពីមុនអីគាត់ប្រកាសជាដឹងច្បាស់ហើយថាក្តាមក្តាមសេកហ្នឹងដោយវិធីណាបាទគេធ្វើបែបម៉េចទើបយើងបានក្តាមហ្នឹងយកទៅផ្ទះឲ្យបានច្រើនអញ្ចឹងទៅអ្នកនរគ្នាបាទអញ្ចឹងកុំឲ្យខាត់ពេលវេលាច្រើននៅក្នុងវីដេអូនេះអ្នកនរគ្នាប្រកាសជាច្បាស់បាទយល់ច្បាស់ទាំងអស់គ្នាហើយបាទថាគេដាក់ដោយវិធីណាអញ្ចឹងទៅណាហើយសម្រាប់សកម្មភាពទាំងអស់ហ្នឹងខ្ញុំនឹងប្រាប់លម្អិតបាទនៅក្នុងវីដេអូនេះតែម្ដងអញ្ចឹងតោះកុំឲ្យខាត់ពេលវេលាច្រើនយើងទៅតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាថាយើងដាក់ក្តាមសេកហ្នឹងបានប្រមាណបាទមួយថ្ងៃពេញហ្នឹងយើងរកបានច្រើនកម្រិតណាឯកម្រិតណានោះតោះទៅតាមដានទស្សនាវីដេអូនេះទាំងអស់គ្នានឹងឲ្យសួស្តីបងប្អូនម្ដងទៀតនេះគឺជាសកម្មភាពបាទដែលយើងមកដាក់ក្តាមសេកបន្តទៀតហើយបងប្អូនអើយបាទដោយសារយើងខានដាក់ចូលជិតកន្លះឆ្នាំដែរអ្នកនរគ្នាដោយសារតែរដូវវស្សាបងប្អូនអើយក្តាមសេកនេះបើសិនជារដូវវស្សាយើងដាក់អត់បានទេអញ្ចឹងដោយសារតែខែ10នេះគឺជាខែដែលរាំងភ្លៀងនៅខាងតំបន់យើងសមុទ្រនេះទៅដល់អញ្ចឹងមេឃបើកថ្ងៃរាល់ថ្ងៃអញ្ចឹងទៅគឺក្តាមសេកវាកាយរុនច្រើនណាបងប្អូនបាទអញ្ចឹងគឺថារុនឡើងស្កាន់ស្កាពេញព្រៃតែម្ដងបងប្អូនអើយដោយសារយើងខានដាក់យូរអញ្ចឹងណាអញ្ចឹងហើយនឹងមិនដឹងថាដាក់បានច្រើនកម្រិតណាឯងបងប្អូនបាទដោយប្រាប់បងប្អូននៅដើមវីដេអូអញ្ចឹងថាយើងខានដាក់នឹងចូលកន្លះឆ្នាំដែរដល់អញ្ចឹងក្តាមសេកហ្នឹងគឺវាកាយឡើងពេញព្រៃនឹងតែម្ដងបាទនៅបងប្អូនសម្រាប់អ្នកនរគ្នាដែលមានតំបន់ក៏ដូចជាតំបន់សមុទ្រក៏ដូចជាតំបន់មាត់ព្រែកនៅជិតផ្ទះជិតអីបាទមានក្តាមសេកវារស់នៅដោយតំបន់ខ្ញុំដែរអ្នកនរគ្នាគួរតែប្រើវិធីនៃការដាក់ដូចខ្ញុំដាក់ក៏បានដែរបងប្អូនអើយបាទពីព្រោះថាវាងាយស្រួលផងអីផងជឿទៅណាបាទអញ្ចឹងសម្រាប់វិធីដាក់ខ្ញុំនេះគឺយើងទិញសាច់មងមកពីផ្សាររួចហើយយើងកាត់ជាកណាត់រួចហើយយើងដាក់នៅមុខរុនរបស់វាអញ្ចឹងទៅបាទហើយក៏យើងដោតស្លឹកឈើស្លឹកអីអញ្ចឹងទៅណាដើម្បីបញ្ឆោតវាឲ្យចេញមកស៊ីស្លឹកឈើរួចហើយក៏ជាប់មងយើងអញ្ចឹងទៅចំពោះមងហ្នឹងយើងអាចដាក់ត្រីក៏បានយើងអាចដាក់ក្តាមក៏បានដែរបងប្អូនអើយគឺវាអត់ខុសគ្នាអីហ្មងទេបាទចំពោះការជាប់កាយអញ្ចឹងទៅហើយចំពោះវិធីដោះអីគឺយើងដោះវាធម្មតាអញ្ចឹងទៅណាអញ្ចឹងសម្រាប់យើងអ្នកសមុទ្រនេះគឺតែបែបហ្នឹងទេបងប្អូនអើយបាទដល់ខែដែលយើងត្រូវរកក្តាមសេកក៏យើងរកក្តាមសេកដល់ខែយើងរកក្តាមជ័រយើងរកក្តាមជ័របាទដល់ខែដែលយើងត្រូវរកងាវភក់មឹកបកាអីគឺយើងក៏រកតាមប្រភេទដែលគ្រឿងសមុទ្រដែលវាសម្បូរនៅតាមខែនីមួយៗអញ្ចឹងទៅណាបាទចឹងសម្រាប់ក្តាមសេកនេះគឺយើងអាចរកបានភាគច្រើនគឺចន្លោះពីខែ9បាទដល់ខែ4ខែ5អញ្ចឹងទៅគឺយើងអាចរកបានហើយដោយសារតែខែហ្នឹងគឺវារាំងភ្លៀងរាំងអីអញ្ចឹងទៅវាកាយរុនច្រើនបងប្អូនអើយបាទដោយបងប្អូនក៏ពុទ្ធតែឃើញសកម្មភាពដែលខ្ញុំដើរមើលតែដីនៅកន្លែងដែលខ្ញុំដើរហ្នឹងគឺវាភក់អត់មានទឹកភ្លៀងទឹកអីទេតែបើសិនជាមេឃភ្លៀងខ្លាំងនៅកន្លែងហ្នឹងគឺស្រែទឹកហ្មងបងប្អូនអើយដល់អញ្ចឹងក្តាមវាអត់កាយរុនអីហ្មងទេបាទចឹងហ្នឹងហើយបងប្អូនបាទសម្រាប់ទេសភាពបាទនៅក្នុងព្រៃអីគឺអត់ខុសប្លែកពីមុនអីម៉ានទេបាទជាតំបន់ព្រៃកោងកាងព្រៃតំបន់លិចទឹកបាទគឺទេសភាពស្រស់ស្អាតខ្លាំងមែនទែនដល់ពេលដែលទឹកងាយចឹងទៅបាទនឹងអ្នកនរគ្នាសម្រាប់យើងក៏បានដល់ទីតាំងកន្លែងយើងត្រូវដាក់ក្តាមហើយយើងក៏ចាប់ដើមដាក់វាតែម្ដងហើយចំពោះវិធីដាក់ហ្នឹងគឺអត់មានអីវាយបងប្អូនអើយបាទយើងឃើញរុនក្តាមចឹងទៅយើងក៏យកមងហ្នឹងយកដាក់នៅពីមុខរុនវាដាក់យកចឹងទៅបាទអត់មានអីបាក់ម៉ានទេតែគាត់ថាគ្រប់តែរុនវាមិនមែនចេះតែមានក្តាមទាំងអស់ទេណាបាទយើងត្រូវរើសមើលរុនដែររុនណាដែលវាថ្មីអីយើងចាំដាក់បើសិនជារុនណាដែលវាចាស់អីយើងក៏ដាក់កុំឲ្យខានសាច់មងយើងចឹងទៅចំពោះរុនថ្មីរុនចាស់អីគឺយើងមើលទៅតាមដានជើងរបស់ក្តាមបងប្អូនបើដានជើងក្តាមឃើញក្តាមវាដានជើងខ្ញាំនៅពីមុខរុនអីយើងដាក់ទៅដឹងតែបានក្តាមបងប្អូនឲ្យដាក់មួយដឹងមួយហ្មងបាទតែបើសិនជារុនណាដែលវាចាស់មើលទៅអត់មានឃើញដានជើងក្តាមអីចឹងទេយើងមិនដាក់ទេបងប្អូនឲ្យដាក់ដឹងតែអត់ហើយបាទដូចរុននេះដែលខ្ញុំកំពុងតែដាក់ខ្ញុំឃើញដានជើងវាបាទរីខ្មៅខ្មៅឃើញអាចដីវារីខ្មៅខ្មៅចឹងទៅអានឹងដឹងតែបានហ្មងបាទដាក់មួយដឹងមួយហ្មងបងប្អូនចឹងបើវាមិនជាប់ទាំងអស់បងប្អូនឲ្យជួនកាលវាទាញសាច់មងវាកាត់សាច់មងដាច់រត់ចូលទៅក្នុងរុនអីក៏មានដែរចឹងក្តាមសេកនេះបើសិនជាយើងដាក់នៅកន្លែងខ្លះគឺធំមែនតើបងប្អូនអើយបាទក្តាមខ្លះមួយខាំយើងទៅយើងដាក់ដូចគេរាប់ចឹងណាបាទយើងដាក់បានតែ10ក្តាមអីគឺបាន1គីឡូបាត់ហើយយើងនេះមិនមែនជាការអួតអាងអីទេបងប្អូនអើយសម្រាប់យើងអ្នកសមុទ្រនេះគឺដាក់ក្តាមហ្នឹងគឺមិនមានបានទៅណាទេសម្រាប់យើងអ្នកប្រកបរបរបាទនៅតាមតំបន់មាត់សមុទ្រនេះបានត្រឹមមករស់ហ្នឹងអ្នកនរគ្នាមិនបានសល់លុយសល់កាក់ធ្វើផ្ទះវិឡាមានអីទេបាទគឺបានត្រឹមមកដោះដូរជីវភាពយើងប្រចាំថ្ងៃចឹងទៅណាបាទអ្នកនរគ្នាសម្រាប់សកម្មភាពដែលយើងដាក់ក្តាមហ្នឹងគឺដាក់តែបែបហ្នឹងទេហើយចំពោះសកម្មភាពដែលយើងដាក់ហ្នឹងគឺមិនទៅហត់អីម៉ានទេបងប្អូនអើយបាទដោយអ្នកនរគ្នាកំពុងតែឃើញជាក់ស្ដែងចឹងទៅយើងមិនសូវហត់ដោយការងារផ្សេងដែលបងប្អូនដែលគាត់ធ្វើភាគច្រើនគាត់ធ្វើនៅហាលក្តៅចឹងទៅតែសម្រាប់យើងអ្នក
ដាក់ក្តាមសេកនេះគឺយើងដាក់តែនៅក្នុងម្លប់ឈើហ្នឹងបងប្អូនដូចអ្នកនរនេះឃើញជាក់ស្ដែងដឹងហើយបាទគឺតិចស្រួលណាស់នៅក្នុងម្លប់ព្រៃកញ្ញឹបក៏ដូចជាម្លប់ព្រៃកោងកាងអញ្ចឹងទៅគឺតិចខ្យល់បក់មកលហលហេវគឺថាលហើយស្រួលមែនតើអ្នកនរគ្នាយើងទៅខ្ញុំទៅដាក់ក្តាមរាល់ដងអីគឺឆ្លៀតដេកសម្រាប់រហូតដែរហ្នឹងបាទដេកជួនកាលដេក 2-3 ម៉ោងដេកជ្រុលអីក៏មានដែរណាបាទចឹងសម្រាប់យើងអ្នកសមុទ្រនេះគឺថាអែមដែរហ្នឹងណាអ្នកនរគ្នាបាទដល់ពេលយើងដាក់ក្តាមឲ្យហត់អស់កម្លាំងអញ្ចឹងទៅឬក៏នឹកឃើញចង់ឃ្លានចង់ហូបចាក់ច្រែងក៏ដូចជាចង់ហូបងាយភក់អីគឺយើងចំណាយពេល 4-10 នាទីក៏ដូចជាកាយងាយភក់កាយអីអញ្ចឹងទៅយកមកអាំងហូបភ្លាមហ្នឹងគឺហូបបានតែម្ដងអ្នកនរគ្នាពីព្រោះថានៅតំបន់ដែលយើងកំពុងតែដាក់ក្តាមសេកហ្នឹងគឺជាតំបន់ព្រៃងាយភក់អីចឹងណាបាទគឺសត្វតែងាយភក់ឲ្យសម្បូរដែរហ្នឹងបងប្អូនងាយភក់សម្រាប់យើងម្នាក់ឯងហ្នឹងទៅយើងកាយហូបភ្លាមអីម្នាក់ឯងអញ្ចឹង 4-10 នាទីអីគឺបានហូបបងប្អូនឲ្យហូបមិនអស់ផងម្នាក់ឯងបាទអញ្ចឹងសម្រាប់វិធីការរកងាយភក់អីបងប្អូនអាចទៅទស្សនាវីដេអូខ្ញុំចាស់បានដែលខ្ញុំបានប្រាប់ពីរបៀបនៃការរកងាយភក់ក៏ដូចជាសកម្មភាពដែលខ្ញុំទៅរកងាយភក់ដើម្បីយកទៅធ្វើម្ហូបក៏ដូចជាអាំងហូបបាទជាលក់ជាមួយនឹងទឹកត្រីកោះកុងភ្លាមនៅក្នុងព្រៃអញ្ចឹងណាបងប្អូនបាទនេះងាយភក់មួយទៀតបងប្អូនជួបងាយភក់ហើយប៉ុណ្ណានេះមើលនេះប៉ុណ្ណានេះនេះថតណាអូនោះមួយទៀតនេះនេះគៀននេះឃើញទេថ្មីហ្មងបងប្អូនអើយឃើញអត់ពីក្របបាត់ហើយនេះយកទៅអាំងយកទៅអីបងប្អូនអ្នកនរគ្នាប្រកាសជាធ្លាប់ស្គាល់ភាគច្រើនហើយព្រោះថាខ្ញុំតែងតែធ្វើវីដេអូអំពីងាវភក់អញ្ចឹងណាឃើញនៅតាមហ្នឹងឯងបងប្អូនងាវភក់អត់ខ្វះយើងដើររកស្មោះមកហូបម្នាក់ឯងអីហូបអត់អស់ទេរកមកផ្លែតហ្នឹងឃើញទេអាំងចលក់ទឹកត្រីកោះកុងអូយជាតិសាហាវនេះក៏យើងដាក់ម៉ងអីយើងដើរឃើញហើយមិញដើរឃើញមកកំភ្លូដែរបងប្អូនតែអត់កាយទេព្រោះថាយើងបើសិនជាយើងអាឡ័យតែកាយងាវវាយូរយើងដាក់ម៉ងអញ្ចឹងណាអញ្ចឹងអានេះឆ្លៀតកាយបាន2ចាច់ជូនបងប្អូនទស្សនាតើឥឡូវនេះយើងដាក់ម៉ងបន្តទៀតព្រោះថាល្ងាចមែនតើបងប្អូនរសៀលហើយប្រយ័ត្នដាក់អស់ម៉ងដូចអ្នកទាំងនេះកំពុងតែឃើញមិញអញ្ចឹងបាទគឺយើងដាក់ម៉ងដាក់ហើយក៏ឆ្លៀតមើលងាវភក់ឃើញ2មកកន្លែងតែម្ដងបាទចុះតម្រាំឲ្យយើងចំណាយពេលមួយថ្ងៃពេញដើម្បីរកវានោះតែយើងរកបានប្រមាណអញ្ចឹងទៅណាបាទហ្នឹងហើយដល់គ្នាបាទនេះគឺជាសកម្មភាពដែលយើងកាច់ស្លឹកឈើបាទដើម្បីយកទៅធ្វើជានុយបញ្ឆោតដើម្បីឲ្យក្តាមចេញមកស៊ីស្លឹកឈើរួចហើយក៏ជាប់ម៉ងរបស់យើងអញ្ចឹងទៅណាបាទអញ្ចឹងវាមិនខុសពីយើងដាក់សន្ទូចដាក់អីទេបងប្អូនធម្មតាយើងតែងតែប្រើនុយបញ្ឆោតវាអញ្ចឹងហើយបាទសម្រាប់ក្តាមក៏ដូចគ្នាត្រីអញ្ចឹងដែរយើងត្រូវយកស្លឹកឈើដើម្បីបញ្ឆោតវាបាទដតវានៅពីមុខរុនវាតិចៗអញ្ចឹងទៅដើម្បីវាចេញមកស៊ីស្លឹកឈើហើយក៏ជាប់ម៉ងយើងតែម្ដងបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់មិនធ្លាប់ដាក់ក្តាមសេកអីតែគាត់មិនធ្លាប់មើលវីដេអូខ្ញុំពីមុនមកអីគាត់ប្រកាសជាឆ្ងល់ហើយថាខ្ញុំកាច់ស្លឹកឈើនឹងដើម្បីយកទៅធ្វើអ្វីអញ្ចឹងទៅណាបាទហ្នឹងហើយបងប្អូនគ្នាសម្រាប់ទីតាំងដែលក្តាមសេកវាសម្បូរអីគឺភាគច្រើនដីតំបន់ទួលអីអញ្ចឹងហើយអ្នកទាំងអស់គ្នានៅក្បែរមាត់ព្រែកមាត់អីអញ្ចឹងហើយមានទួលអីអញ្ចឹងណាបើសិនជានៅក្នុងក្បែរព្រែកហ្មងនៅក្នុងព្រែកកោងកាងក្បែរមាត់ព្រែកទឹកជោដល់ព្រឹកល្ងាចហ្មងគឺអត់សូវវិញទេបងប្អូនហើយភាគច្រើនដីតំបន់អញ្ចឹងដីចម្រុងអញ្ចឹងស្ងួតផុកអញ្ចឹងគឺវាចូលចិត្តមកកាយរុននៅបងប្អូនបាទនៅដល់គ្នាសម្រាប់វិធីដាក់គឺដូចអ្នកមើលទៅឃើញអញ្ចឹងគឺស្លឹកឈើយើងគឺដោតនៅពីមុខរុនវាអញ្ចឹងទៅបាទហើយយើងកុំដោតនៅពីមុខរុនវាពេកបាទកុំដោតឲ្យអាជាយស្លឹកឈើយើងហ្នឹងទៅលយទៅចូលរុនរបស់វាពេកដោយសារតែបើសិនជាយើងដោតបែបហ្នឹងគឺក្តាមវាគ្រាន់តែនៅក្នុងរុនហើយវាអាចឈោងស៊ីស្លឹកឈើបានហើយអញ្ចឹងវាអត់ចេញមកជាប់ម៉ងយើងទេតែបើយើងដោតឲ្យវានៅរៀងឆ្ងាយពីរុនតិចទៅអញ្ចឹងវាមានឱកាសវាចេញមកឆ្ងាយពីរុនអីវាជាប់ម៉ងយើងហើយអញ្ចឹងទៅណាបាទហ្នឹងបងប្អូនយើងដាក់ក្តាមរួចរាល់ហើយយើងក៏ទៅឡើងលើចុងឈើដើម្បីសម្រាកដើម្បីកុំឲ្យផ្អើលក្តាមយើងអញ្ចឹងទៅយើងអាចសម្រាកនៅខាងក្រោមបានទេបងប្អូនក្តាមសេកនេះដឹងគាត់ថាយើងកម្រើកស្លឹកឈើបន្តិចហ្នឹងគឺវារត់ចូលរត់អស់បាត់ហើយបាទអត់ងាយចេញមកទេបាទដឹងក្តាមសេកហ្នឹងគឺមិនដឹងថាតាជាវាធ្វើវាអីទេបាទហ្នឹងហើយបងប្អូនអរគ្នាសម្រាប់បងប្អូនណាដែលគាត់ចង់បានក្តាមសេកបាទបែបធម្មជាតិ 100% ដែលខ្ញុំដាក់បានផ្ទាល់ភ្លាមអីបងប្អូនអាចតំណងតាម Facebook Page ក៏បានតាម Telegram ក៏បានអញ្ចឹងណាបាទបងប្អូនគាត់តែ search ពាក្យថាវ៉ាន់ឌីសមុទ្រទៅគឺមានហើយបងប្អូនអើយមិនថា social media ណាទេ TikTok Facebook Page អីចឹងទៅណាបាទហ្នឹងហើយបន្ទាប់ពីយើងសម្រាប់លើចុងឈើមកសន្ទុះរួចមកបាទ
còn nó khơi tha đôi chim mình sơ sù lấy mà nè ông bồn này để xa tại mưa từ để riêng trong lẹ mình đăng ấy và đã chân có cho một câu là bây giờ bạn nồng rừng dương tại mặt đòn vì tha dương ban dùng rừng mà tham luôn đây chứ anh mình đang dương sập bạn nơi chết cái lai dương đại cái đam tê bản dương sập bạn ở lưới trong chơi chân tờ hay sập bạn nơi tí tăng cái lai này dương trong ở rừng ní cứ viên nói ngay pi cái lai này dương đại cái đam khang mình tên ở chân tớ dương ở khai ở cái đam ở dương tê chân bật to pi dương một đầu cái lai tí tăng đang hái có chập đam phật tự phật ấy nằm bây ở bật hot bật ấy dương tờ để xa thể đại cái đam mà ngay pin hộp tự bàn thì pi đong cột bong bồn và chân mình to pi đầu tí tăng đang hái giờ cái chập đam đọt bảy chương là ấy và nằm bây đê sầm rạ thì đây này đó này và đời tra bằng vốn ở đam video chân tha nhưng mà cho play ní cứ nhìn tại kênh sầm rạ năng tệ để ra tại vì tại chẹo bằng vốn tại chẹo xuống nè nó trong play ní đôi mà sơn là chẹo thò mà chết chẳng á và ý mà sơn chẹo thò chết năng ấy bằng vốn này và trao ấy ở đam chưa đam ấy chân từ nên vốn mà to bị dương sầm rạ mà tu mó và ngược mó dương cả đòn pe để dương trấu từ xa mong tay mà đòn từ xa tại pe ní cứ mong và mang tổng mong buôn chiêng đai đợi chân tứ dương khai từ mưa môn chỉ cần toàn từ tè dương từ hơi chuôn cá cái đám xích ní bữa sân chỉ dương từ mưa mình toàn tế chuôn cá còn proxy còn đò si swa si cả miền đài hơi play là bọn ní bữa sân chỉ bong pôn đờ mình này anh ấy mình pe si lại tí từ cứ khơi nhang pôn này sát tại sát swa mà cứ chơi mình tên là bọn ní nơi đọc nè lấy đi dương bàn mà đo cái này dương trâu mưa cái đam máy bằng vốn và cứ chọp chân làm mình tên cứ cai vô tay mà đòn bà ngay ni cứ đừng tha bàn chân bana tê là có cho bà kla có dacho ron kla có proxy kla có swasi ấy có miên crop shop crop web trang chân từ nè còn bàn tay ngay ni cứ thả bàn chân của xong đây chăm mưa ở trong video này tao này tập còn chỉ khơi nha tha dương bàn của bana chứ anh cái đam sek ni bằng vốn này cứ từ kia biết có hom web năng chứ anh bằng vốn picture quạt tay tại check chỉ long cái đam xe đừng cái đam cho nó bà này khác còn tha cái đam xe nó ngay cái đam cho này khác tha cái đam cho nó ngay cái đam xe cái bật mẹ này chỉ mua cái đam xe đừng cái đam chó cứ vì mình lại cái nãy khó khăn nhiều là tay mặt đòn sắp cái đam cho cứ vì mình tự kia po vi riêng khiêu riêng xoài những từ hay sắp cái đam xe cứ vì mình tự kia po vi po có hòm hay sắp po rúp riêng lúc nó viết cứ căn để khó khăn nhiều tiền chẳng anh bà chỉ mua cái đam cho ấy dân tới cứ ở phía trên kia vô từ bọc là hong vô từ phơi cái đam pray ấy dân tới hay là cái đam sen ní phía trên kia để dùng vô từ phơi chua phơi ấy dân tới đôi sợi điên nên là cái đam cho dân đây hay chỉ mua ruồi chiên bảo vía sầm rạp bong ôn ở na để còn cho chất ấy nhưng mà đừng tê sầm rạp nhóm cứ nhóm cho chất cái đam sen chiêng mình men thả vào một cái đam để nhóm đã tê cái đam cho có nhóm rô cái đam sen có nhóm rô đây có bàn tay sầm rạp ruồi chiên bảo vía nhom cho chết cái đam xe chiêng để sao để cái đam xe sạch việc em hay xuôi hay vì sự bố khăn nhau bọn khăn vì lương cứ hộp tao cứ thả tí tay mà đòn và chỉ phải xem việc thuê chịu ông bọn này giờ thuê chịu ở bọc là hong bọc ấy chẳng hạn cứ thả rút chết với nhanh tay mà đòn trôi người này ô đã chơi ra cho đây nè nơi tự kiếp đó coi tin đây mùi tiền này cả nhà bọn này thô mà wow con này yeah tầm mới tiện của nó mới tiện rồi cái như nào ô thòng cô xong cái nhé thòng tên tối chân bật to bị dương đọc đam dương rồi máu dương có chấp đam ly cái đam rồi bao dương bà mò còn lại tí tăng để dương sầm rạ nâng tay mà đòn bà nâng ấy sầm rạ bong pôn để chọn đừng tha dương bàn cái đam xếp nâng chân bật na ấy chăm từ tu sna ở trong video ní thằng ở khania nhưng được bằng hai rồi bong pôn tu sna plem tay mà đón một ở khania là đi dương mà bị đặt đam với nhau pôn bà bàn chân của xong đây này hai tông chết mà thôn đây ông pôn bà ô vô vậy mà đi vô vậy ông pôn mà mong tông mong phẩm muôi tập chiên được gì đấy như thế nhé ô ngon là tên bà chân cái đam nó dân ai vô từ phơi cái đam chua bà vô từ phơi cái đam pray vô từ cha cái đau vô từ phơi em xem tam cho nó nói cho đồng pôn trong phơi chân từ và đam ở bên nhiều
គឺឆ្ងាញ់បងប្អូនសាច់វាផ្អែមមកផ្អែមជាងក្តាមជ័រទៀតណាបាទបងប្អូននេះអធិស្ឋានអត់សូវបាននិយាយច្រើនម៉ានទេដោយសារតែពេលនេះយប់ដែរបងប្អូនយប់ក្នុងព្រៃទៀតនេះម៉ាននេះអញ្ចឹងនឹងហើយបងប្អូននេះអរគុណច្រើនចាំជួបគ្នាវីដេអូក្រោយបន្តទៀតណាបងប្អូនបាយបាយអរគុណ